Haiទី2សិទ្ធិបុគ្គលមាត្រា10អត្ថន័យនៃសិទ្ធិបុគ្គលសិទ្ធិបុគ្គលសំដៅទៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធទៅនឹងជីវិតរូបកាយសុខភាពសេរីភាពនាមកិត្តិយសភាពឯកជនឬសិទ្ធិផ្សេងទៀតដែលជាផលប្រយោជន៍ទាក់ទងនឹងលក្ខណៈបុគ្គលមាត្រា11សិទ្ធិទាមទារឲ្យបញ្ឈប់ប្រសិនបើមានការបារម្ភថានឹងអាចមានការរំលោភសិទ្ធិបុគ្គលដោយខុសច្បាប់ឬមានការបារម្ភថាការរំលោភសិទ្ធិបុគ្គលដែលបានកើតឡើងហើយនោះនឹងអាចបន្តឬនឹងអាចកើតឡើងទៀតដោយខុសច្បាប់អ្នកដែលមានសិទ្ធិបុគ្គលអាចទាមទារឲ្យបញ្ឈប់នូវការរំលោភនោះបានមាត្រា12សិទ្ធិទាមទារឲ្យដកចេញនូវលទ្ធផលនៃសកម្មភាពរំលោភបើស្ថានភាពរំលោភសិទ្ធិបុគ្គលនៅតែមានជាបន្តបន្ទាប់ដោយសារសំណល់នៃលទ្ធផលដែលកើតពីសកម្មភាពរំលោភនោះអ្នកដែលបានទទួលរងនូវការរំលោភសិទ្ធិបុគ្គលដោយខុសច្បាប់នោះអាចទាមទារឲ្យដកចេញនូវលទ្ធផលនៃសកម្មភាពរំលោភនោះបានលុះត្រាតែលទ្ធផលនោះអាចដកចេញបានមាត្រា13សិទ្ធិទាមទារសំណងការខូចខាតបញ្ញត្តិនៃមាត្រា11សិទ្ធិទាមទារឲ្យបញ្ឈប់និងមាត្រា12សិទ្ធិទាមទារឲ្យដកចេញនូវលទ្ធផលនៃសកម្មភាពរំលោភនៃមាត្រានេះមិនរារាំងការទាមទារសំណងការខូចខាតដោយអ្នកដែលបានទទួលរងនៅការរំលោភផលប្រយោជន៍ទាក់ទងនឹងលក្ខណៈបុគ្គលនោះដោយយោងទៅតាមបញ្ញត្តិស្តីពីអំពើអនិច្ចានុកូលបានឡើយមាត្រា14ការខ្វះសមត្ថភាពខាងឆន្ទៈសកម្មភាពដែលភាគីបានធ្វើនៅក្នុងស្ថានភាពដែលខ្លួនមិនអាចយល់ដឹងនិងវិនិច្ឆ័យបានអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួនអាចលុបចោលបាន